ព្រះគម្ពីរលោកុបាតចំពោះ8ប៉ុន្តែព្រះទ្រង់នឹកចាំពីលោកណូអេនិងសត្វព្រៃសត្វស្រុកទាំងប៉ុន្មានដែលនៅក្នុងទូកជាមួយលោកព្រះអង្គបានធ្វើឲ្យខ្យល់បក់មកលើផែនដីហើយទឹកក៏ស្រកចុះរាន់ទឹកនៅទីជម្រៅនិងទ្វារមេឃបានបិទវិញហើយភ្លៀងក៏ឈប់ធ្លាក់ពីលើមេឃដែរទឹកបានស្រកចុះពីផែនដីជាតិអារ៉ាបលុះផុតពី150ថ្ងៃទៅទឹកក៏ថយចុះហើយខែទី7ថ្ងៃទី17ទូកធំបានគឿងនៅលើភ្នំអារ៉ារ៉ាតទឹកក៏បន្តស្រកចុះរហូតដល់ខែទី10លុះចូលដល់ថ្ងៃទី1ខែទី10ទើបឃើញមានកំពូលភ្នំលេចឡើង40ថ្ងៃក្រោយមកទៀតលោកណូអេបានបើកបង្អួចទូកដែលលោកបានធ្វើហើយក៏លេងសត្វក្អែកមួយឲ្យចេញទៅតែសត្វនោះហើរទៅហើរមករហូតទាល់តែទឹកបានរីងស្ងួតពីផែនដីបន្ទាប់មកលោកក៏លេងព្រាបមួយទៀតឲ្យទៅដើម្បីឲ្យដឹងថាទឹកបានស្រកចុះពីផែនដីឬយ៉ាងណាតែព្រាបនោះរកកន្លែងទុំមិនបានក៏វិលត្រឡប់មករកលោកវិញព្រោះទឹកនៅពេញលើផែនដីនៅឡើយដូច្នេះលោកក៏លូកដៃទៅចាប់ព្រាបនោះចូលមកក្នុងទូកវិញលោកនៅរងចាំ7ថ្ងៃទៀតទើបលេងព្រាបឲ្យចេញទៅពីទូកទៅម្ដងទៀតហើយនៅពេលល្ងាចព្រាបនោះវិលត្រឡប់មករកលោកវិញទាំងឃើញមានពំស្លឹកអូលីវដែលវាបានចឹកមកជាមួយផងដូច្នេះលោកណូអេក៏ដឹងថាទឹកបានស្រកពីផែនដីហើយបន្ទាប់មកលោករងចាំ7ថ្ងៃទៀតទើបលេងព្រាបឲ្យទៅតែព្រាបនោះមិនបានវិលត្រឡប់មករកលោកវិញទៀតឡើយនៅឆ្នាំ601ក្នុងខែទី1ថ្ងៃទី1ទឹកបានរីងស្ងួតអស់ពីផែនដីលោកណូអេក៏បើកដំបូលទូកមើលឃើញថាដីបានស្ងួតអស់ហើយនៅខែទី2ថ្ងៃទី27ផែនដីបានស្ងួតអស់ពេលនោះព្រះទ្រង់មានបន្ទូលមកកាន់លោកណូអេថាចូលចេញពីទូកមកគឺទាំងអ្នកទាំងប្រពន្ធទាំងកូនប្រុសនិងកូនប្រសាស្រីរបស់អ្នកចូលនាំអស់ទាំងសត្វគ្រប់ប្រភេទដែលនៅជាមួយនឹងអ្នកចេញមកហងគឺទាំងសត្វស្លាបសត្វជើង4និងគ្រប់ទាំងសត្វលូនវាដែលវានៅលើផែនដីដើម្បីឲ្យបានបង្កើតកូនចម្រើនជាច្រើនឡើងមានពីពេញនៅលើផែនដីដូច្នេះលោកណូអេក៏ចេញមកហើយកូនប្រពន្ធនិងកូនប្រសាស្រីរបស់លោកក៏ចេញមកជាមួយលោកដែរគ្រប់ទាំងសត្វជើង4សត្វលូនវាសត្វស្លាបទាំងប៉ុន្មានផងគឺគ្រប់ទាំងសត្វដែលកម្រើកនៅលើផែនដីក៏ចេញពីទូកមកតាមពូជរបស់វាដែរបន្ទាប់មកលោកណូអេបានសង់អាសនៈមួយថ្វាយព្រះយេហូវ៉ារួចយកសត្វជើង4ពីសត្វដែលស្អាតគ្រប់មុខនិងពីសត្វស្លាបដែលស្អាតគ្រប់មុខមកថ្វាយជាដង្វាយដុតលើអាសនៈនោះការព្រះយេហូវ៉ាធំក្លិនឈ្ងុយព្រះអង្គសម្រេចក្នុងព្រះហត្ថីថាយើងនឹងមិនដាក់បណ្ដាសាដីព្រោះតែមនុស្សទៀតទេត្បិតគំនិតក្នុងចិត្តមនុស្សអាក្រក់តាំងតែពីក្មេងមកម្ល៉េះយើងមិនវាប្រហារជីវិតទាំងឡាយដូចយើងបានធ្វើមកហើយនោះទៀតទេដរាបណានៅមានផែនដីនៅឡើយដរាបនោះរដូវសាបព្រោះរដូវជំរុះច្រូតកាត់ត្រជាក់ក្តៅរដូវប្រាំងរដូវវស្សាថ្ងៃនិងយប់នឹងនៅតែមានមិនដែលអាក់ខានឡើយ